ថ្ងៃទី2នៅប្រទេសម៉ាឡេស៊ីទីក្រុងកូឡាឡាំពួរឥឡូវនេះកំពុងតែបន្តដំណើរទៅរមណីយដ្ឋានភ្នំហ្គេនទីនជិះឡានឡើងភ្នំប្រហែលជា40នាទីនឹងឃើញអាប់តាមសងខាងផ្លូវនិយាយទៅចោះអាប់ឥឡូវនេះកំពុងតែបន្តដំណើរជិះកន្ត្រកខ្សែកាបនៅវៀតណាមនៅពេលដែលឡើងភ្នំសាប៉ាគឺជីកន្ត្រកខ្សែកាបឡើងភ្នំសាប៉ារីឯនៅប្រទេសចិនទីក្រុងសាន់យ៉ាកោះហៃណាន់ជីកន្ត្រកខ្សែកាបឡើងភ្នំហងឬក៏ហ្វេងហងលីងពេលមកដល់ប្រទេសម៉ាឡេស៊ីនៅក្នុងក្រុងកាឡាឡាំពួរជីកន្ត្រកខ្សែកាបឡើងភ្នំហ្គេនទីនកាលនៅវៀតណាមនៅក្នុងទីក្រុងសាប៉ាជីកន្ត្រកខ្សែកាបឡើងភ្នំប៉ាន់ស៊ីហ្វានណាការនោះជិះឡើងភ្នំហ្នឹងគឺមើលទៅសភាពខាងក្រោមឃើញអាប់ឃើញអីឥឡូវនេះមកដល់ក្នុងប្រទេសម៉ាឡេស៊ីនៅក្នុងទីក្រុងកាឡាឡាំពួរជីកន្ត្រកខ្សែកាបឡើងភ្នំហ្គេនទីនគឺមើលឃើញអាប់ដូចគ្នាប៉ុន្តែសម្រាប់អារម្មណ៍ខ្ញុំផ្ទាល់ណាខ្ញុំមើលទស្សនភាពនៅទីក្រុងសាប៉ាភ្នំប៉ាន់ស៊ីហ្វានស្អាតជាងសម្រាប់ការជិះកន្ត្រកខ្សែកាបនេះគឺមានប្រវែង3331គីឡូម៉ែត្រឬក៏3គីឡូ2ខាំឬក៏3គីឡូ1ខាំហើយអារម្មណ៍ពេលដែលឡើងមកដល់តំបន់នេះឃើញទីក្រុងប្លែកម្យ៉ាងដែលមានផ្លូវមានអីជិះសម្រាប់អ្នកដែលចង់ជិះកន្ត្រកខ្សែកាបក៏អាចជិះឡានឡើងភ្នំនេះបានដូចគ្នាnó thành xa kia lớn hay sao này cho nên chị là miền cả chị ở đây cứ à róm play một tí cứ ban khơi nhà kia song khang để dân chị mơ tự tập hiệp á lớn tí trộn nơi Sapa nằng nơi có hai nán về để dân chị tới vì miền tập hiệp đây là hàng cầu bàn tay nơi tin ní cây miền thơ mà choán sầm rạp đi con cây hai bàn tay lang mà choán tiệp anh tí trộn ngôi lên nó tí trộn không mà cái này cứ cái thơ buồn bỏ này nên là lớn nông năng bỏ tí trộn không mà lớn khơi tập hiệp can tập play chứ ở đó chị rồi hai ấy cả lại chỉ cái trò nó cứ do mà đo cả lạiនេះគឺវាដោយសារតំណើបមួយចឹងណាអារម្មណ៍ពិតនៅពេលដែលជីកន្ត្រកខ្សែកាបនេះមើលពីខាងលើនៅលើខាងព្រៃគឺមើលអត់លយទេប៉ុន្តែមើលខាងទីក្រុងគឺមើលលយប៉ុន្តែពេលដែលជីមកដល់ទីនេះវាដូចជាសារតំណើបមួយអញ្ចឹងវាអារម្មណ៍ខុសប្លែកពីនៅការជីសាប៉ាដែលមានកន្លែងដើរលេងនៅលើភ្នំហ្នឹងខុសពីទីនេះពេលដែលយើងជីកន្ត្រកខ្សែកាបមកដល់កន្លែងតំបន់ដែលយើងត្រូវលេងនេះគឺវាគ្រាន់ជាសារតំណើបមួយឲ្យយើងដើរលេងនៅទីនេះមានកាស៊ីណូមានកន្លែងលេងជាដើមឥឡូវនេះចង់មកដល់ជាន់កាស៊ីណូហ្នឹងហើយដែលខ្ញុំថតពីលើមិញល្បីគេគឺកាស៊ីណូហ្នឹងហើយអានេះគឺកន្លែងយើងចាយលុយឲ្យមានលុយឲ្យតែមានលុយលេងល្បែងអត់មានកាស៊ីណូបកាយគេរួយនៅជប៉ុនតែបងខ្ញុំរហ័សនាមគូកាគេរួយកន្លែងយើងដើរលេងឬក៏កន្លែងយើងលេងរបស់របរអីចឹងណាចេកហើយមានកត្រកតកតាទីអាហួរនេះគឺអតេភ្លើងកលាប់ចាក់ហើយមានជីសាកាយើងនៅក្មេងហើយនេះជីថាហោះប្រវល់ខ្លួនហើយនឹងដូចរសអត់ទីក្រុងប៉ារីសបើតាមខ្ញុំគិតផ្សារនេះឥឡូវនេះវាដល់ផ្សារធំគឺគេបើកហើយតែកន្លែងតំបន់ដែលលេងនេះគេអត់តន់បើកទេគេមានម៉ោងគេអញ្ចឹងណាព្រោះឃើញស្ងាត់ជ្រាបហ្មងអត់តន់មានលេងអីហ្នឹងណាលទ្ធផលខានដល់ដាច់យប់បាទគេមកដល់លេងគាត់លទ្ធផលដាច់យប់មិញនេះដល់កន្លែងគេលេងយកថាខ្ញុំថតពីច្រើន
ชียร์ก็สบาย เอามาลังครับมันละจริงจะบอกให้ช้ำเจี๋ยคนละกระท้องบอกติ๊กมีคนจะฟ้องเจ้ បងចោះទៅវិញហើយ đang ở trong គឺនិយាយទៅសិតតែអាប់ អានោះមានផងមកពេលនោះមានអានេះតិច หนาบ้องอ่ะไปใบคือหนาบ้อง អូចាប់ហើយនេះគឺជាទស្សនភាពនៅតាមផ្លូវនៅលើភ្នំហ្គែនទីនឥឡូវនេះមកដល់ហាងកន្លែងចាយលុយមួយទៀតហើយគឺហាងនាការដែលមានជនជាតិឥណ្ឌាជាច្រើនមកដល់កន្លែងថ្មីមួយទៀតហើយទីនេះគេហៅជាភាសាខ្មែរថាវិមានវីរៈជនអត់ដឹងថាភាសាម៉ាឡេហើយនិងភាសាអង់គ្លេសមានន័យថាម៉េចទេហើយចំពោះវិមាននេះគឺវាពាក់ព័ន្ធជាមួយនឹងប្រវត្តិសាស្ត្ររបស់ម៉ាឡេស៊ីនេះគឺជាឆ្នាំចឹងយើងដើរចូលខាងក្នុងសិនទីនេះមានទឹកពុះយើងមើលទៅនៅមានរូបខាងក្នុងនោះទៀតចឹងចាំមើលខ្ញុំចូលដល់ខាងក្នុងខ្ញុំនឹងស៊ូមកន្លែងហ្នឹងឲ្យកាន់តែច្បាស់ជុំវិញសតតុងជាតិម៉ាឡេស៊ីទាំងអស់ដោយសារតែកន្លែងនេះជាប្រវត្តិសាស្ត្ររបស់ម៉ាឡេស៊ីបន្ទាប់ពីចូលខាងក្នុងមានរូបសំណាក់ប្រវត្តិសាស្ត្ររបស់គេហើយមានទឹកដាក់ពណ៌ក្រពណ៌ខៀវឡើងស្អាតទីលានវីរៈជនដែលមានទង់ជាតិម៉ាឡេស៊ីបង្ហាញពីការយកជ័យជំនះលើខ្មែរសត្រូវមើលកណ្ដាលចំជាមួយនឹងអក្សរអង់គ្លេសរបស់គេកន្លែងទីលានវីរៈជនគឺជាកន្លែងតំបន់ប្រវត្តិសាស្ត្ររបស់ប្រទេសម៉ាឡេស៊ីអាចនិយាយបានថាជាតំបន់ប្រវត្តិសាស្ត្រនិងតំបន់ទេសចរណ៍ផងដែរចំពោះរឿងរ៉ាវប្រវត្តិសាស្ត្រនៅទីលានវីរៈជនគឺមានប្រវត្តិសាស្ត្រដែលបងកាយគាត់បាននិយាយប៉ុន្តែខ្ញុំសូមអត់និយាយដោយសារតែខ្ញុំដឹងអត់ច្បាស់នោះទេនេះគឺកន្លែងមួយទៀតនៅម៉ាឡេស៊ីគេហៅអាគារពាណិជ្ជកម្មឬក៏អាគាររដ្ឋសភារបស់ម៉ាឡេស៊ីដែលនៅសល់ទីបំផុតខ្ញុំមិនដឹងថាសល់ប៉ុន្មានទេព្រោះគាត់ប្រាប់ប៉ុណ្ណឹងថាសល់ទីបំផុតនៅក្នុងប្រទេសម៉ាឡេស៊ីបែកខាងចូលផ្នែកខាងក្នុងនេះគឺនេះគឺជាវិហារដែលគេគោរពមនុស្សស្រីគេតម្រូវឲ្យពាក់អាវរបស់មានម៉ូដរបស់គេប៉ុន្តែមនុស្សប្រុសគឺបែបអីក៏បានដែរគឺអាវធម្មតាសំខាន់គឺមនុស្សស្រីទី2គឺដោះស្បែកជើងហើយនឹងដល់ការដើរគោរពថតជាមួយនឹងអ្នកគោរពគេពេញក្បាលគេពេញក្បាលក្នុងវិហារគេបានឈប់គោរពអត់ជិតចាប់ដេកសម្រាប់ជនជាតិឥណ្ឌូនេស៊ីអ៊ីស្លាមរបស់គេគឺអត់ពាក់អាវពាក់អីទេនៅខាងក្នុងហើយមានដាក់រូបដាក់អីទៀតបងសំសួរអត្តន័យតិចនៅនេះបញ្ជាក់ពីអីបងនេះរចនាបថម៉ូដរបស់វិហារអ៊ីស្លាមប្រចាំប្រទេសម៉ាឡេស៊ីគេហៅថាវិហារការឈូកដោយសារតែការយើងមើលក្បាច់រចនាជាសិទ្ធិការដេកតាំងពីព្រំឡើងសិទ្ធិការឈូកទាំងអស់ទៅតែជាពិសេសវិហារមួយនេះគេកសាងឡើងគេនឹងការធ្វើឡើងដោយសារទីជាក្រុងរដ្ឋបាលថ្មីមន្ត្រីរាជការថ្នាក់ដឹកនាំទីរដ្ឋាភិបាលម៉ាឡេស៊ីគឺធ្វើការនៅទីនេះគ្រប់ក្រសួងសុខាភិបាលជើងងាយស្រួលសម្រាប់ពួកគាត់ក្នុងការមកធ្វើការថ្វាយបង្គំព្រះឬមកក៏ស្ប្រេនៅទីនេះផ្ទាល់ម្ដងនេះបាទអរគុណបងអរគុណសម្ដីពីបងកាយក្នុងក្រុមខ្ញុំផ្ទាល់ជាមួយនឹងបងកាយដ៏សម្រស់ handsome អូណាអូអត់ដឹងថាតំណាងអីគេទេកន្លែងដើរលេងនៅប្រទេសម៉ាឡេស៊ីគឺមានតែប៉ុណ្្នេះទេអារម្មណ៍ខ្ញុំផ្ទាល់ណាលើកនេះគឺដើរលេងបានទាំងពីរប្រទេសតែមានអារម្មណ៍ថាតិចជាងដើរលេងនៅកោះហៃណាន់ទីក្រុងសាន់យ៉ានៅក្នុងប្រទេសចិនទៀតបើប្រៀបធៀបនៅខាងវៀតណាមនៅហាឡុងនិងសាប៉ាគឺដូចច្រើនជាងនៅម៉ាឡេស៊ីនិងសិង្ហបុរីផងអរគុណអ្នកទាំងអស់គ្នាសម្រាប់ការតាមដានវីដេអូតាំងពីដើមរហូតដល់ចប់បើសិនជានៅក្នុងវីដេអូមានសំដីនិងអាកប្បកិរិយានិងកំហុសខុសឆ្គងកន្លែងណាក៏សូមមេត្តាអធិស្ឋានផងចាំជួបគ្នានៅវីដេអូក្រោយជាបន្តទៀតពេលនេះដំណើរកម្សាន្តម៉ាឡេស៊ីនិងសិង្ហបុរីត្រូវបានបញ្ចប់បាយបាយ